សួស្តីតេជជនរបស់ T5 ទាំងអស់គ្នាក៏ដូចជាប្រិយមិត្តដែលកំពុងទស្សនានៅវីដេអូនេះខ្ញុំនឹងបង្ហាញលើកឡើងនៅវិធីសាស្ត្រងាយក្នុងការប្រើ App Shortcut តើយើងប្រើបែបណាដើម្បីជាភាពងាយស្រួលអញ្ចឹងដំបូងយើងអាចចូល Chrome ទៅហើយបន្ទាប់មកដល់ថាយើងចង់បាន shortcut របស់ Facebook យើងគ្រាន់តែចូលទៅ facebook.com ហើយបន្ទាប់មកយើងគ្រាន់តែចូលទៅ icon កន្លែងចុច3នេះយើងចូលមកកន្លែង More Option តោះមកយើងអាចចូលទៅ App Shortcut បានបាទអញ្ចឹងយើងអាច install ជា Facebook បាទអញ្ចឹងពេលដែលយើងចុច install រួចយើងនឹងទទួលបាន app បែបនេះបាទនេះគឺ app Facebook ដែលយើង install មុនហ្នឹងអញ្ចឹងយើងមិនឡើងបានតែ Facebook ទេយើងអាច add YouTube Google Meet ឬក៏ app កម្មវិធីផ្សេងដូច Yahoo Mail ឬក៏ Gmail ដែលយើងកំពុងប្រើប្រាស់បានដូចគ្នាឧទាហរណ៍ថាឥឡូវខ្ញុំចង់ប្រើ Gmail ខ្ញុំគ្រាន់តែចូលទៅ Gmail បាទហើយបន្ទាប់មកយើងចូលទៅ add ដូចគ្នាហើយវិធី add ហ្នឹងគឺ add តែមួយទេយើងគ្រាន់តែចូលទៅយើង install ជា app បាទយើង install ជា app អញ្ចឹងដើម្បី install ជា app បានយើងត្រូវតែចូលទៅកន្លែងចុច3ខាងលើនិងស្ដាំបន្ទាប់មកចូលទៅ Cast Save and Share ហើយ install as app អញ្ចឹងយើងនឹងបាន icon Gmail មួយដែលងាយស្រួលក្នុងការយើងប្រើយើងគ្រាន់តែ click គឺវានឹងប្រើទៅជា app តែម្ដងបាទអញ្ចឹងសូមអរគុណបើមានប្រិយមិត្តមានចម្ងល់ឆ្ងល់ឬក៏ធ្វើការព័ត៌មានក្នុងការប្រើប្រាស់កុំព្យូទ័របន្ថែមអាចសំណេះសំណាលសួរឬក៏អាចតម្លាក់នៅ comment ខាងក្រោមខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូបន្ទាប់អរគុណ